ច្រើនអ្នកទាំងអស់គ្នាងត់មនុស្សដែលគាត់មិនអាចគេងដោយមិនស្ដាប់សំឡេងកំដរដូចជាសំឡេងទឹកភ្លៀងសំឡេងទឹករលកសំឡេង podcast ឬក៏សំឡេងអ្វីផ្សេងៗបានណាពួកគាត់សិតតែមានបញ្ហាផ្លូវចិត្តនិងអ្វីមួយដែលមិនសមប្រកបនៅក្នុងឆាកជីវិតរបស់គាត់ពួកគាត់តែងតែមានរឿងគិតច្រើនមុនពេលគេងហើយពួកគេតែងតែខ្លាចជាមួយនឹងអារម្មណ៍គេងម្នាក់ឯងឬក៏អារម្មណ៍ដែលគេទុកចោលឲ្យនៅម្នាក់ឯងដូចគ្នាចឹងហើយអ្វីដែលគាត់យកមកដោះស្រាយគឺការស្ដាប់សំឡេងទាំងនោះមកជំនួសបន្លប់អារម្មណ៍របស់គាត់ដើម្បីឲ្យគាត់មានអារម្មណ៍ថាស្ងប់ចិត្តឈប់គិតច្រើននិងមានអារម្មណ៍ថាកក់ក្ដៅដូចជាមានមនុស្សម្នាក់នៅគេងក្បែរគាត់មួយទៀតអ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍អត់នៅពេលដែលអ្នកទាំងអស់គ្នាងើបព្រឹកឡើងមិនថាជិះទៅធ្វើការមិនថាអ្វីផ្សេងៗអ្នកមានអារម្មណ៍ថាក្រោកពេលព្រលឹមឡើងគឺមានអារម្មណ៍ថាអស់កម្លាំងងុយគេងស្ងាត់រហូតមូលហេតុអីមូលហេតុដែលសារតែអ្នកទាំងអស់គ្នាគឺគេងលក់មិនស្កប់ស្កល់នៅពេលយប់មិញអញ្ចឹងហើយអ្នកទាំងអស់គ្នាអាចជ្រើសរើសយកវិធីខាងលើដើម្បីសាកល្បងបានប៉ុន្តែមិនធានាថាវិធីខាងលើហ្នឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺបានទទួលបានផល 100% ទេឧទាហរណ៍ខ្ញុំជាក់ស្ដែងសម្រាប់ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនអាចមានសម្លេងនិងភ្លើងរត់កាត់ភ្នែកខ្ញុំបាននេះបើសិនជាខ្ញុំមានទាំងអស់ហ្នឹងគឺខ្ញុំគេងមិនលក់ទល់ភ្លឺតែម្ដងអញ្ចឹងជាចុងក្រោយសម្រាប់អ្នកទាំងអស់គ្នាដែលពិបាកក្នុងការគេងអាចជ្រើសរើសវិធីខាងលើសាកល្បងបានហើយបើមិនចាំជួយ comment ប្រាប់ខ្ញុំខាងក្រោមផងថាវាអូខេអត់អូខេអរគុណ